ក្នុងវីដេអូនេះយើងនឹងលើកយកអំពីទាហានលោតឆាត់ជាស្ត្រីរបស់សហរដ្ឋអាមេរិកយកមកបង្ហាញលោកអ្នកការជ្រើសរើសយោធាលោតឆាត់ជាស្ត្រីគឺត្រូវការវឹកហាត់រយៈពេលចំនួន3សប្តាហ៍នៅក្នុងសាលា Airborne ស្ថិតនៅ Fort Benning ដែលជាការិយាល័យធំបំផុតនៃកងទ័ពសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងរដ្ឋ Georgia និងជាតំបន់សំខាន់សម្រាប់ការបង្ហាត់និងហ្វឹកហ្វឺនទាហានធំជាងគេលើពិភពលោកខាងក្រោមនេះគឺជាការបណ្ដុះបណ្ដាលយោធាលោតឆាត់ជាស្ត្រីដែលមានដូចជាការសិក្សាពីទ្រឹស្ដីនៃការលោតឆាត់ការពរៀនសកលអំពីប្រភេទឆាត់នីមួយៗនិងវិធីប្រើប្រាស់ឧបករណ៍ការរៀនអំពីបច្ចេកទេសលោតចេញពីយន្តហោះយ៉ាងមានវិន័យការរៀនអំពីសុវត្ថិភាពក្នុងពេលលោតនិងគ្រប់គ្រងចលនាក្នុងអាកាសនិងទម្រង់ទិសចុះមកដីការរៀនការលោតឆាត់ពីទីទាបនិងទីខ្ពស់ចាប់ពីកម្ពស់ពី800ម៉ែត្រទៅដល់1200ម៉ែត្រការរៀនអំពីរបៀបបើកឆាត់ជាសាមញ្ញនិងការបត់ឆាត់ដោយខ្លួនឯងនិងការរៀនអំពីការត្រួតពិនិត្យឧបករណ៍សម្លៀកបំពាក់បច្ចេកទេសសម្លៀកបំពាក់ការពារស្បែកជើងពិនិត្យឆាត់សម្ភារៈត្រួតពិនិត្យទម្ងន់និងសុវត្ថិភាពផ្សេងៗជាច្រើនទៀតផងដែរការជ្រើសរើសយោធាលោតឆាត់ជាស្ត្រីត្រូវមានលក្ខណៈសម្បត្តិសមស្របរួមទាំងសុខភាពរាងកាយកម្លាំងនិងការស៊ាំទៅនឹងសម្ពាធធាតុអាកាសត្រូវឆ្លងកាត់ប្រឡងកាយសម្បទាត្រូវមានស្មារតីខ្ពស់និងមានផ្លូវចិត្តរឹងមាំការរៀបចំបច្ចេកទេសទាហានស្ត្រីលោតឆាត់ជាដំណើរការមួយដែលត្រូវការរៀបចំយ៉ាងហ្មត់ចត់ត្រឹមត្រូវនិងមានសុវត្ថិភាពខ្ពស់បំផុតដើម្បីធានាបានថាស្ត្រីជាទាហានដែលចូលរួមបេសកអាកាសនេះអាចអនុវត្តបានដោយជោគជ័យពិតណាស់ទោះបីជាពូនាងបានទទួលការបណ្ដុះបណ្ដាលក៏មែនតែពួកនាងនៅតែប្រឈមនឹងបញ្ហាធំទៅលើបច្ចេកទេសក្នុងការលោតឆាត់ព្រមទាំងបញ្ហាសុខភាពនិងផ្លូវកាយរួមទាំងផ្លូវចិត្តជាស្ត្រីផងដែរដើម្បីក្លាយជាទាហានលោតឆាត់ពួកគេត្រូវបោះបង់ចោលក្នុងជីវិតប្រចាំថ្ងៃពេលវេលាសម្រាប់គ្រួសារការសម្រាកនឹងក្តីសុខផ្ទាល់ខ្លួននឹងត្រូវដូរជាមួយនឹងពេលវេលាដែលពោរពេញទៅដោយការវឹកហាត់ដ៏សែនធ្ងន់ការបណ្ដុះវិន័យនិងការរៀនសូត្រពីវិធីសង្គ្រោះជីវិតក្នុងគ្រាពេលអាសន្នជាដើមការលះបង់ទាំងនេះបង្ហាញឲ្យឃើញពីចិត្តដ៏រឹងមាំនិងសេចក្តីស្រឡាញ់ចំពោះជាតិនិងប្រជាជាតិរបស់ខ្លួនគ្មានអ្វីដែលសំខាន់ជាងការខិតខំដោយឥតព្រំដែននោះទេពួកនាងចាំបាច់ត្រូវតស៊ូជំនះខ្លួនឯងជាមុនសិនទើបជំនះឧបសគ្គតាមក្រោយការទ្រាំទ្រចំពោះអាកាសធាតុដ៏កាចសាហាវការប្រើប្រាស់កម្លាំងខ្លួនឯងលើពីសមត្ថភាពធម្មតាជាស្ត្រីនិងការយកចិត្តទុកដាក់ក្នុងក្រុមគឺជាផ្នែកមួយដែលបង្ហាញថាពួកគេចង់ក្លាយជាទាហានស្ត្រីពិតប្រាកដនិងអង្អាចក្លាហានដូចជាមនុស្សប្រុសជាដើម
ក្នុងពួកនាងម្នាក់ត្រូវទ្រសម្ភារសម្ភារៈដល់ជាចំនួនប្រហែលជា30គីឡូក្រាមនៅពេលចេញប្រតិបត្តិការម្ដងដែលក្នុងសម្ភារសម្ភារៈទាំងនោះមានដូចជាឆ័ត្រយន្តធំមួយឆ័ត្របម្រើមួយរេឌីយ៉ូទាក់ទងកំភ្លើងក្របអាវុធតូចកំបិតនិងឧបករណ៍សង្គ្រោះបន្ទាន់និងអ៊ីវ៉ាន់ផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរបន្ទាប់ពីការលោតសមាជិកនីមួយៗត្រូវវាយតម្លៃលើសមត្ថភាពខ្លួនឯងនិងត្រូវរាយការណ៍ពីសុខភាពនិងផលប៉ះពាល់ផ្លូវចិត្តនិងផ្លូវកាយដល់គ្រូពេទ្យជាប្រចាំផងដែរ ជីវិតជាទាហានជាស្ត្រីក្នុងការបណ្ដុះបណ្ដាលលោតឆ័ត្រគឺជាការបង្ហាញពិភពលោកឲ្យបានឃើញថាភាពទុយមិនអាចកំណត់ទៅលើកម្លាំងនិងសមត្ថភាពបានទេការតស៊ូការលះបង់ការលំបាកនិងការខិតខំគឺជាគុណធម៌ដែលបង្កើតជាទាហានស្ត្រីឲ្យក្លាយទៅជាវីរនារីនៅក្នុងសង្គមការលំបាកគឺជាគ្រូការឈឺចាប់គឺជាការបង្រៀនការតស៊ូគឺជាអំណាចនិងការលះបង់គឺជាអត្តសញ្ញាណរបស់ពូនាង សូមចូលរួមអបអរលោកអ្នកបានទទួលយកចំណេះដឹងអាចចែករំលែកដល់អ្នកដទៃបានមួយទៀតហើយនោះពីខ្ញុំទំព័ររៀលសូមជួយចុច like subscribe and share ដើម្បីជួបគ្នានៅវីដេអូចំណេះដឹងថ្មីបន្តទៀត